សម្រាប់ថ្ងៃនេះបងប្អូនមានម្ហូបអីដែរបងប្អូនខ្ញុំបានឆាស្ពៃក្តោបជាមួយផ្សិតជានឹងសាច់ជ្រូក3ជាន់បងប្អូនចាឆ្ងាញ់មួយយ៉ាងដែរតើបងប្អូននៅពេលដែលយើងដាក់ផ្សិតជាមួយនឹងស្ពៃក្តោបអញ្ចឹងបងប្អូនប៉ុន្តែផ្សិតហ្នឹងគឺយើងឆាវាត្រឡប់ឲ្យវាខ្សោះទឹកសិនកុំឲ្យវាទឹកឆាយើងរាងរាវពេកយើងឆាបែបរាងខាប់កកបងប្អូនចានៅពេលដែលយើងឆាផ្សិតឲ្យវារីងទឹកអស់ហើយបានយើងយកមកដាក់ជាមួយស្ពៃក្តោបគឺការឆារបស់យើងគឺឆ្ងាញ់បងប្អូនចាចំពោះវិធីធ្វើវិញមុនដំបូងគឺយើងបំពងខ្ទឹមធម្មតាដោយតែឆាយើងធម្មតាដែរបងប្អូននៅពេលដែលខ្ទឹមនឹងឈ្ងុយយើងចាប់ផ្ដើមដាក់សាច់ជ្រូកចូលនៅពេលដែលយើងដាក់សាច់ជ្រូកហ្នឹងយើងដាក់អំបិលបន្តិចដើម្បីឲ្យវាកាត់ឆ្អាបហើយកូរត្រឡប់រហូតដល់សាច់ជ្រូកហ្នឹងវាស្ងួតទឹកឲ្យបាត់ឆ្អាបបងប្អូនចាសាច់ជ្រូកហ្នឹងវារាងឆ្អិនបន្តិចហើយវាស្ងួតទឹកល្អសិនបងប្អូនបានយើងដាក់គ្រឿងដែលនៅសល់ចូលចាចំពោះទឹកត្រីគឺខ្ញុំដាក់កន្លះស្លាបព្រាបាយប៊ីចេង2ស្លាបព្រាកាហ្វេហើយនិងម្សៅស៊ុបខ្នុរហ្នឹង3ស្លាបព្រាកាហ្វេចាហើយកូរវាត្រឡប់បន្តិចមកឲ្យទឹកត្រីនឹងឡើងឈ្ងុយបន្តិចហើយយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលបន្ទាប់មកយើងកូរស្ករក្រហមនឹងឲ្យរលាយសព្វជាមួយសាច់ជាមួយគ្រឿងអីនឹងទាំងអស់ឲ្យវាឡើងឈ្ងុយបានយើងចាប់ផ្ដើមដាក់ព្រឹកប្រេងខ្យងនឹងក្រោយគេចាដាក់ក្រោយគេហើយយើងកូរត្រឡប់2 3ត្រឡប់គឺចាក់បន្លែយកតែម្ដងបងប្អូនចាចំពោះបន្លែគឺខ្ញុំដាក់ផ្សិតនិងម្ទេសមុនបងប្អូនដើម្បីឲ្យម្ទេសហើយផ្សិតហ្នឹងរាងឆ្អិនបន្តិចសិនបន្តមកបានដាក់ស្ពៃក្តោបត្រឡប់តាមក្រោយព្រោះអីស្ពៃក្តោបវារហ័សសពូនតាផ្សិតហើយនិងម្ទេសវាក្រឆ្អិនអញ្ចឹងណាបងប្អូនចាបន្តមកគឺដាក់ស្ពៃក្តោបតែម្ដងនៅពេលដែលពីមុខនឹងឆ្អិនបន្តិចហើយដាក់ស្ពៃក្តោបកូរត្រឡប់រយៈពេលប្រហែលជា1នាទីឲ្យស្ពៃក្តោបនឹងស្រពោនរាងច្របមកគឺឆ្អិនរួចជាការស្រេចបងប្អូនអាចភ្លក់តាមចំណង់ចំណូលចិត្តចាចំពោះការភ្លក់របស់ខ្ញុំគឺល្មមហើយបងប្អូនគឺមុខម្ហូបខ្ញុំថ្ងៃហ្នឹងគឺឆ្អិនហើយបងប្អូនចាទំនងអត់បងប្អូនចាគឺអាចដួសដាក់ចានញ៉ាំជាមួយបាយបានហើយបងប្អូននិយាយថាបងប្អូនអាចសាកមើលគឺឆ្ងាញ់ប្លែកបងប្អូនចានៅពេលដែលយើងឆាលាយគ្នាអញ្ចឹងគឺឆ្ងាញ់ប្លែកបងប្អូននៅពេលដែលយើងឆាមួយមុខដែលអត់សូវឆ្ងាញ់វាដូចទលាន់ដោយថាបន្លែហ្នឹងដូចដើរដូចទលាន់អញ្ចឹងដល់ពេលយើងហូបមួយម៉ាត់មានផ្សិតមួយម៉ាត់មានស្ពៃក្តោបវាឆ្ងាញ់មួយយ៉ាងបងប្អូនអរគុណ